ប្រធានគណៈកម្មការបង្ការទប់ស្កាត់បង្ក្រាបគ្រឿងញៀនក្រសួងមហាផ្ទៃដាក់ផែនការបង្ក្រាបនិងទប់ស្កាត់ការដាំកញ្ឆាខុសច្បាប់នៅស្រុកគិរីវង្សឯកឧត្តមបណ្ឌិតម៉ាក់ជីតូរដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាប្រធានគណៈកម្មការបង្ការទប់ស្កាត់បង្ក្រាបគ្រឿងញៀនតាមបណ្ដាខេត្តជាប់ព្រំដែនបានលើកឡើងពីវិធានការក្នុងការទប់ស្កាត់ការដាំដំណាំកញ្ឆាខុសច្បាប់នៅតាមជម្រាលភ្នំមួយចំនួននៅក្នុងស្រុកគិរីវង្សខេត្តតាកែវថ្លែងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្ដីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី10និងការពង្រឹងវិធានការបង្ការទប់ស្កាត់បង្ក្រាបគ្រឿងញៀនឆ្លងដែននៅច្រកទ្វារអន្តរជាតិភ្នំដិនខេត្តតាកែវកាលពីរសៀលថ្ងៃពុធទី28ខែឧសភាឆ្នាំ2025ឯកឧត្តមម៉ាក់ជីតូបានមានប្រសាសន៍បន្តថាការដាំដំណាំកញ្ឆាគឺជាអំពើខុសច្បាប់ហើយទីផ្សារកញ្ឆាដែលគេលួចដាំនៅតាមជម្រាលភ្នំក្នុងស្រុកគិរីវង្សគឺជាការនាំចេញយកទៅលក់នៅប្រទេសវៀតណាមហើយបើទោះបីជាកន្លងមកអាជ្ញាធរមានសមត្ថកិច្ចនិងអាជ្ញាធរពាក់ព័ន្ធបានធ្វើការបង្ក្រាបនិងទប់ស្កាត់យ៉ាងណាក៏ដោយនៅតែមានការលួចដាំដំណាំកញ្ឆាខុសច្បាប់បន្តបន្ទាប់ដូច្នេះនឹងធ្វើផែនការច្បាស់លាស់មួយក្នុងនោះមានការចុះផ្សព្វផ្សាយអប់រំដល់បងប្អូនប្រជាពលរដ្ឋដែលមានទីលំនៅជាប់នឹងជើងភ្នំដាំកញ្ឆាព្រមទាំងប្រើប្រាស់ដ្រូនបង្ហោះតាមឃ្លាំមើលការលួចដាំដំណាំកញ្ឆានិងប្រើប្រាស់វិធានការច្បាប់ផងដែរឯកឧត្តមម៉ាក់ជីតូមានក្តីរំពឹងថាតាមរយៈការជួយរបស់គណៈកម្មាធិការប្រឆាំងគ្រឿងញៀនថ្នាក់ជាតិវានឹងជួយទប់ស្កាត់ការលួចដាំដំណាំកញ្ឆាខុសច្បាប់នៅក្នុងស្រុកគិរីវង្សជាក់ជាពុំខានថ្លែងនៅក្នុងឱកាសនោះដែរឯកឧត្តមវ៉ៃសំណាងអភិបាលខេត្តក៏បានលើកឡើងពីការបដិញ្ញាចិត្តក្នុងការសហការជាមួយគណៈកម្មាធិការប្រឆាំងគ្រឿងញៀនថ្នាក់ជាតិដើម្បីធ្វើយ៉ាងណាទប់ស្កាត់ការលួចដាំដំណាំកញ្ឆាខុសច្បាប់នៅក្នុងស្រុកគិរីវង្សហើយឯកឧត្តមអភិបាលខេត្តតាកែវក៏បានធ្វើការណែនាំដល់អាជ្ញាធរស្រុកគិរីវង្សជាពិសេសកម្លាំងសមត្ថកិច្ចត្រូវធ្វើសកម្មភាពឲ្យបានខ្លាំងក្លាក្នុងការទប់ស្កាត់ការលួចដាំដំណាំកញ្ឆាខុសច្បាប់ហើយមិនត្រូវមានការសុំក្រឡុំឬពាក់ព័ន្ធខុសច្បាប់ជាមួយក្រុមអ្នកដាំដំណាំកញ្ឆានោះទេបើមានមន្ត្រីណាពាក់ព័ន្ធគឺត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដោយគ្មានការយោគយល់នោះទេ